ខ្ញុំទទួលបានព័ត៌មានគឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់មានផ្ទៃពោះទៀតបាទហើយឥឡូវនេះមកទល់ពេលនេះគឺគាត់អត់ទាន់ដឹងខ្លួនទេតែគាត់បានសម្រាលកូនរួចហើយមែនទេអូនគាត់បានកូនស្រីកូនប្រុសទី1 ទី2អាការៈគាត់វះយកកូនទី3គេវះយកអាឈាមតែកកក្នុងដុងរបស់គាត់អូត្រូវខ្លាំងបងត្រូវខ្លាំងអញ្ចឹងបានន័យថាកូនដែលនៅក្នុងផ្ទៃរបស់គាត់ហ្នឹងគឺអត់ជួបបញ្ហាទេអត់អីទេបងសុខភាពល្អធម្មតាឯងបងឥឡូវហ្នឹងពេទ្យគេឲ្យចេញពីកូនហ្នឹងពេទ្យគេឲ្យយើងចេញពីពេទ្យហើយយកមកទេហើយប៉ុន្តែដល់ឡែកនៅម្ដាយអត់ដឹងខ្លួនទេចាបងតែអ្វីដែលសំខាន់គឺធ្ងន់ធ្ងរហ្នឹងគឺពួកខ្ញុំអត់មានលុយព្យាបាលទេហើយខ្ញុំចង់ឲ្យម្ចាស់ឡានហ្នឹងគាត់ចូលខ្លួនមកដោះស្រាយមកព្រោះអីពួកខ្ញុំមានតែម្រាមដៃដល់ពេកដែលជួយឲ្យម្ចាស់ឡានហ្នឹងគាត់មកចូលខ្លួនបោះស្រែកមកព្រោះអីគាត់ពោះធំហើយមានខ្ញុំគាត់ជពាក់គេហើយនិយាយខ្ញុំទៅជពាក់សងខាងខំប្រឹងហូបដល់ពេលឥឡូវមកជួបរឿងចឹងទៀតហើយពេទ្យគេចង់ឲ្យយើងជូនទៅវៀតណាមប៉ុន្តែដល់ឡែកពួកខ្ញុំអត់មានលុយណាដែលត្រូវទៅព្យាបាលនៅវៀតណាមទេថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាអនុញ្ញាតគ្រប់នឹងជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពខ្ញុំបាទសវណ្ណ រិទ្ធិគិនក៏ដូចជាក្រុមការងារវិទ្យុឥឡូវមានប្អូនស្រីម្នាក់ក៏ដូចជាប្អូនប្រុសដែលគាត់ត្រូវជាកូនរបស់អ្នកមីងម្នាក់ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍គឺបានកើតឡើងនៅម្ដុំក្រសួងដែនដីនគររូបនីយកម្មបាទនៅតាមបណ្ដោយផ្លូវបេតុងហ្នឹងគឺគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលរឿងរ៉ាវនេះបើតាមខ្ញុំទទួលបានព័ត៌មានគឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់មានផ្ទៃពោះទៀតបាទហើយឥឡូវនេះមកទល់ពេលនេះគឺគាត់អត់ទាន់ដឹងខ្លួនទេតែគាត់បានសម្រាលកូនរួចហើយមែនទេអូនគាត់បានកូនស្រីកូនប្រុសកូនប្រុសអាចជួយប្រាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឲ្យបងតិចបានដឹងបានទេនិយាយចំទៅតាណាដាំតងគឺពីដំបងគាត់លក់ស្តូបរីហ្នឹងនៅសានអង្គរថ្មីហើយលក់គាត់ទៅជួយលក់នៅសានអង្គរចាស់ហ្នឹងនៅជួយលក់ប្តីគាត់ហើយគាត់ក៏សុំលមកគេដោយសារដែលលមកហ្នឹងគឺគាត់លក្ខណៈកូនចៅគេផ្សេងទេតែគេទៅពីនឹងដែរទៅសានអង្គរចាស់ដែរដល់ពេលអញ្ចឹងទៅគាត់ក៏សុំដោយសារហើយជាក់ស្ដែងគាត់ជីបដាគាត់និយាយទូរស័ព្ទមួយប្តីពីអត់ដែរដល់ពេលជីឲ្យបានប្រហែលជាមួយស្ទុះប្រហែលខ្ទង់ម៉ោង2 10កន្លះម៉ោង1គាត់មានគេទេទៅប្រាប់ថាប្រពន្ធគាត់មានឡានបុកហើយគាត់អត់ជឿទេគាត់អត់ជឿទេហើយគាត់អត់ជឿគាត់ថាមែនអត់ដល់ពេលដល់ពេលដែលគាត់ជាក់ស្ដែងគាត់ដឹងគឺដឹងប្រហែលខ្ទង់ម៉ោង2ជាងហើយគាត់ទៅមើលពេទ្យទៅមើលប្រពន្ធគាត់នៅពេទ្យគាត់អត់បានទៅមើលនៅកន្លែងកើតហេតុទេអត់បាននៅមើលកន្លែងកើតហេតុទេចាបងមកទល់ពេលនេះស្ថានភាពរបស់គាត់យ៉ាងម៉េចនិយាយចំទៅស្ថានភាពគាត់ពេលនេះគឺធ្ងន់ខ្លាំងបងគឺធ្ងន់ខ្លាំងហើយនិយាយចំទៅបើសិនពេទ្យស្ថានភាពពេទ្យគេថាហូរឈាមនៅក្នុងពោះក្បាលទី1ទី2អាការៈគាត់វះយកកូនទី3គេវះយកអាឈាមតែកកក្នុងដុងរបស់គាត់អូត្រូវខ្លាំងបងត្រូវខ្លាំងអញ្ចឹងបានន័យថាកូនដែលនៅក្នុងផ្ទៃរបស់គាត់ហ្នឹងគឺអត់ជួបបញ្ហាទេអត់អីទេបងសុខភាពល្អធម្មតាឯងបងឥឡូវហ្នឹងពេទ្យគេឲ្យចេញពីកូនហ្នឹងពេទ្យគេឲ្យយើងចេញពីពេទ្យហើយយកមកទេហើយប៉ុន្តែដល់ឡែកនៅម្ដាយអត់ដឹងខ្លួនទេចាបងតែអ្វីដែលសំខាន់គឺធ្ងន់ធ្ងរហ្នឹងគឺពួកខ្ញុំអត់មានលុយព្យាបាលទេហើយខ្ញុំចង់ឲ្យម្ចាស់ឡានហ្នឹងគាត់ចូលខ្លួនមកដោះស្រាយមកព្រោះអីពួកខ្ញុំមានតែម្រាមដៃដល់ពេកដែលជួយឲ្យម្ចាស់ឡានហ្នឹងគាត់មកចូលខ្លួនបោះស្រែកមកព្រោះអីគាត់ពោះធំហើយមានខ្ញុំគាត់ជពាក់គេហើយនិយាយខ្ញុំទៅជពាក់សងខាងខំប្រឹងហូបដល់ពេលឥឡូវមកជួបរឿងចឹងទៀតហើយពេទ្យគេចង់ឲ្យយើងជូនទៅវៀតណាមប៉ុន្តែដល់ឡែកពួកខ្ញុំអត់មានលុយណាដែលត្រូវទៅព្យាបាលនៅវៀតណាមទេឡានហ្នឹងឡានមកអីចាំទេអូនហើយជាធនឡានដឹកអីវ៉ាន់ធនធំបងមានកាមេរ៉ាសុវត្ថិភាពចាប់បានទេពេលខ្ញុំសុំគេឆែកមើលគេចាប់បានតែមួយកណាត់ទេតែមួយកណាត់ខាងនោះគេអត់ចាប់បានទេព្រោះអីដោយសារគេមកពីខាងនោះឲ្យគេចាប់បានតែត្រឹមតែខឿនចុះចំពោះហេតុការណ៍ហ្នឹងតើសមត្ថកិច្ចយើងគាត់ធ្វើការផ្ដាល់ជាបឋមយ៉ាងម៉េចខ្លះអូនគាត់គ្រាន់តែបានខំទេសួរហើយខ្ញុំបានដាក់ពាក្យប្តឹងហើយតែគ្រាន់តែថាគាត់ធ្វើការរបស់គាត់ខ្ញុំឲ្យគាត់ធ្វើការទេខ្ញុំអត់មានទៅអីទេគ្រាន់តែថាខ្ញុំចង់ឲ្យសុំឲ្យបងជួយផ្សាយឲ្យម្ចាស់ឡានហ្នឹងគាត់ចូលខ្លួនមកបោះស្រែកព្រោះអីគ្រួសារខ្ញុំគ្រាន់ណាអត់មានណាទៅមានលទ្ធភាពទៅយកគាត់ទៅវៀតណាមទៅអីទេបងអត់មានទេព្រោះអីដោយសារខ្ញុំគ្រាន់ណារយៈពេលពីតាំងពីកើតហេតុរហូតដល់ឥឡូវគឺចូលប្រហែលជា2000ជាងអីបងចាបងព្រោះឥឡូវបងប្រុសហ្នឹងត្រូវជាអីគាត់ត្រូវជាកូនបង្កើតអាចជួយប្រាប់បងតិចបានទេគ្រោះថ្នាក់ហ្នឹងយ៉ាងម៉េចឥឡូវម្ដាយយ៉ាងម៉េចហីបងមានអីសំណូមពរទៅដល់ម្ចាស់ឡាន
ខ្ញុំសំណពរឲ្យម្ចាស់ឡានសូមឲ្យគាត់ចូលខ្លួនមកដោះស្រាយព្រោះអីខ្ញុំអត់មានលទ្ធភាពទេអស់ហើយអស់ត្រឹមហ្នឹងហើយមានលទ្ធភាពមើលម៉ាក់តទៀតទេអញ្ចឹងគាត់ចូលខ្លួនមកដោះស្រាយមក ស្ថានភាពម៉ាក់មិនទេ សភាពម៉ាក់ធ្ងន់ខ្លាំងមែនតើគាត់ស្លាប់អត់ដឹងខ្លួន2ថ្ងៃហើយអញ្ចឹងសូមឲ្យម្ចាស់ឡានចូលខ្លួនមកដោះស្រាយគ្រួសារខ្ញុំមកខ្ញុំមើលតាមព័ត៌មានឲ្យប៉ាក៏ទេប្រាប់ប្អូនអត់អីប្អូនសុខភាពតែណាស់តែម្ដាយនៅក្នុងបន្ទប់ ICU ស្លាប់បាត់ស្មាត់អី2ថ្ងៃហើយធ្ងន់ធ្ងរខ្ញុំសូមឲ្យម្ចាស់ឡានចូលខ្លួនមកដោះស្រាយមកគ្រួសារខ្ញុំអស់ធំនឹងហើយមើលទៀតទេខ្ញុំសូមឲ្យម្ចាស់ឡានសំណពរម្ចាស់ឡានចូលខ្លួនដោះស្រាយហើយបងខ្លួន បាទបងប្អូននេះគឺជារឿងរ៉ាវមួយដែលត្រូវជាកូនត្រូវជាបងប្អូនបានន័យថាត្រូវជាសាច់ញាតិបានមកសនំពរទៅដល់ម្ចាស់រថយន្តដែលបានបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ទៅដល់អ្នកមីងម្នាក់ដែលគាត់មានកំពុងតែមានផ្ទៃពោះឥឡូវនេះបើតាមយើងទទួលបានព័ត៌មានពីសាច់ញាតិរបស់គាត់គឺអ្នកមីងហ្នឹងគឺគាត់រងរបួសធ្ងន់ធ្ងរមែនតែនប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះកូនដែលនៅក្នុងផ្ទៃរបស់គាត់បាទគឺបានមានសុវត្ថិភាពប៉ុន្តែម្ដាយមកទល់ពេលនេះគឺអត់ទាន់ដឹងខ្លួនទេដែលស្ថានភាពរបស់គាត់គឺមានឈាមកកនៅក្នុងខួរក្បាលហើយក៏ដូចជាមានឈាមក៏ដូចជាការប៉ះពាល់ហ្នឹងគឺធ្ងន់មែនតែនបាទអញ្ចឹងគាត់មានមិនមានថាវិការលទ្ធភាពក្នុងការព្យាបាលក៏សំណូមពរទៅដល់ម្ចាស់រថយន្តដែលបង្កហេតុដែលបង្កបញ្ហាដែលធ្វើឲ្យគេគ្រោះថ្នាក់ចូលខ្លួនមកធ្វើការដោះស្រាយបាទក្នុងនាមជាមនុស្សដូចគ្នាបាទអញ្ចឹងមកដោះស្រាយទៅបាទពីព្រោះបើសិនជាយើងបង្កបុកប៉ះគេហើយយើងគ្មានទំនួលខុសត្រូវយើងគ្មានមនសិការជាមនុស្សទេបាទអញ្ចឹងយើងត្រូវយល់ថាយើងកិច្ចទៅដល់ណាគង់តាគេតាមរកឃើញទេពីព្រោះនៅតាមផ្លូវមានកាមេរ៉ាសុវត្ថិភាពមាននៅថតនៅហេតុការណ៍ដែលបានកើតឡើងអញ្ចឹងចង់កិច្ចចង់រត់ទៅដល់ណាខ្ញុំតែងតែជឿជាក់ថាសមត្ថកិច្ចនឹងរកឃើញអញ្ចឹងរឿងរ៉ាវនេះយើងទុកទូនាទីនេះទៅឲ្យសមត្ថកិច្ចដើម្បីឲ្យលោកធ្វើការបន្តហើយជាការសំណូមពររបស់ពួកគាត់ដែលជាសាច់ញាតិនិងគ្រួសារប៉ុណ្ណោះកុំឲ្យសមត្ថកិច្ចទៅចាប់ដល់ផ្ទះឬមួយក៏សមត្ថកិច្ចទៅរកឃើញយើងចូលខ្លួនមកដោះស្រាយទៅឬមួយក៏ជួយចេញថ្លៃព្យាបាលឬមួយក៏សំណងយ៉ាងម៉េចឲ្យពួកគាត់បានមានលទ្ធភាពយកម្ដាយយកបងប្អូនរបស់គាត់ទៅព្យាបាលដើម្បីឲ្យគាត់បានជាសះស្បើយឬមួយក៏គាត់បានដឹងខ្លួនវិញដល់ទល់ពេលនេះបាទហើយរឿងដែលយើងចូលរួមត្រេកអរនោះគឺទារកដែលនៅក្នុងផ្ទៃរបស់បងស្រីដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺគាត់បានរួចផុតពីគ្រោះថ្នាក់ហើយបងប្អូនបាទអញ្ចឹងរឿងរ៉ាវដែលបានកើតឡើងនេះខ្ញុំបាទសវណ្ណរិទ្ធកិនក៏អត់បានទៅយកព័ត៌មាននឹងផ្ទាល់ដែរដោយសារពេលហ្នឹងខ្ញុំជាប់រវល់ព័ត៌មានដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងរឿងរ៉ាវនេះគាត់ជាការសំណូមពររបស់សាច់ញាតិរបស់គាត់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដែលគាត់កំពុងតែមានផ្ទៃពោះបាទអរគុណនេះគឺជាព័ត៌មានមួយសម្រាប់គាត់សំណូមពរយើងសូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលាបាទ ថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់ 3 ខែ ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជា